ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលេខ 103/14 កសបសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងលើអនុសារណៈយោគយល់គ្នាទាក់ទងទៅនឹងការទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីឲ្យស្នាក់នៅប្រទេសកម្ពុជាសន្តានចិត្តដែលរុញច្រានឲ្យលើកជាសំណើដើម្បីបញ្ជូនជនភៀសខ្លួនពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជាគឺជាសន្តានចិត្តថោកទាបសាហាវព្រៃផ្សៃយងខ្នងអមនុស្សធម៌អាត្មានិយមរើសអើងពូជសាសន៍និងមើលងាយមើលថោកដល់ជនភៀសខ្លួននោះផងនិងដល់ប្រទេសដែលខ្លួនបានដាក់សំណើនោះផងហេតុអ្វី 1. ប្រទេសអូស្ត្រាលីបានដឹងយ៉ាងច្បាស់ណាស់ថាគោលដៅនៃជនភៀសខ្លួនទាំងនោះគឺចង់រស់នៅក្នុងប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសអូស្ត្រាលីជាដើមពួកគេមិនដែលនឹកគិតថានឹងមករស់នៅក្នុងប្រទេសក្រីក្រដូចជាកម្ពុជានេះទេហើយប្រទេសអូស្ត្រាលីក៏យល់ផងដែរថាគ្រាន់តែជនជាតិខ្លួនឯងរដ្ឋាភិបាលខ្មែរមិនបានស្រឡាញ់ថែរក្សាដោយចិត្តករុណាផងតើរដ្ឋាភិបាលខ្មែរឯណានឹងមានចិត្តទៅស្រឡាញ់ថែទាំជនភៀសខ្លួនទាំងអស់នោះទៅអញ្ចឹងច្បាស់ណាស់ថាក្រោយមករស់នៅប្រទេសកម្ពុជាពួកជនភៀសខ្លួនទាំងនោះនឹងរស់នៅក្នុងលក្ខខណ្ឌមួយយ៉ាងវេទនាបំផុតទាំងផ្លូវកាយនិងផ្លូវចិត្តតែរដ្ឋាភិបាលអូស្ត្រាលីមិនខ្វល់ដល់រឿងនេះបន្តិចសោះទាំងខ្លួនបានប្រមាលដឹងរឿងនេះមុនជាស្រេចហើយនេះជាចិត្តសាហាវព្រៃផ្សៃយងខ្នងនិងអមនុស្សធម៌ 2. ប្រទេសអូស្ត្រាលីបានដឹងយ៉ាងច្បាស់ពីផលលំបាកដែលបើសិនជាខ្លួនទទួលយកជនភៀសខ្លួនទាំងនោះឲ្យរស់នៅក្នុងប្រទេសរបស់ខ្លួនបើជាមនុស្សមានប្រយោជន៍ដល់ប្រទេសរបស់ខ្លួននោះដាច់ខាតអូស្ត្រាលីមិនបញ្ជូនចេញទេហើយថែមទាំងចំណាយលុយទិញទុកទៀតផងតែអូស្ត្រាលីបានដឹងយ៉ាងច្បាស់ពីទំហំនៃផលវិបាកចំពោះប្រទេសទាំងឡាយណាដែលហ៊ានទទួលយកជនភៀសខ្លួនទាំងនោះដោយមិនខ្វល់ថាផលវិបាកនោះនឹងរឹតតែមានលក្ខណៈធ្ងន់ធ្ងរថែមទៀតចំពោះប្រទេសក្រីក្រតួយ៉ាងប្រទេសកម្ពុជានេះប្រទេសអូស្ត្រាលីគិតតែធ្វើម៉េចឲ្យប្រទេសខ្លួនបានរួចផុតពីផលលំបាកទាំងនោះនេះគឺជាចិត្តអាត្មានិយមរើសអើងពូជសាសន៍គិតតែពីសុខទុក្ខរបស់ពលរដ្ឋខ្លួន 3. ប្រទេសអូស្ត្រាលីនឹងមិនលើកសំណើបញ្ជូនជនភៀសខ្លួននេះទៅនិយាយនឹងប្រទេសណាឲ្យទទួលយកនៅពេលដែលប្រទេសអូស្ត្រាលីទង់ដឹងថារដ្ឋាភិបាលនៃប្រទេសនោះគេមិនងងព្រមទទួលធ្វើរឿងថោកទាបបែបឆោតល្ងង់និងអមនុស្សធម៌ទាំងលើជនភៀសខ្លួននិងជនជាតិខ្លួនឯងបែបនេះទេតែអូស្ត្រាលីយល់ថាគឺមានតែរដ្ឋាភិបាលតួយ៉ាងប្រទេសខ្មែរនេះទេដែលព្រមសហការធ្វើរឿងថោកទាបបែបនេះហើយថែមទាំងពន្យល់ដល់រដ្ឋាភិបាលខ្មែរតាមរបៀបឈួតលីលាថានេះគឺជាសប្បុរសរបស់អូស្ត្រាលីដែលជួយឲ្យសេដ្ឋកិច្ចខ្មែរមានការរីកចម្រើនតាមរយៈនៃការបញ្ជូនកម្លាំងពលកម្មមកប្រទេសខ្មែរដែលយើងអាចមានសំណួរយ៉ាងងាយថាចុះបើការទទួលយកជនភៀសខ្លួននេះជួយដល់សេដ្ឋកិច្ចជាតិម្ដេចអូស្ត្រាលីមិនទទួលទុកទៅម្ដេចខំប្រឹងបញ្ជូនជនភៀសខ្លួនទាំងនោះចេញក្រោមការរិះគន់យ៉ាងធ្ងន់ធ្ងរពីមជ្ឈដ្ឋានអន្តរជាតិយ៉ាងច្រើនធ្វើអ្វីនេះគឺជាចិត្តមើលងាយដល់រដ្ឋាភិបាលខ្មែរពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីចំពោះរដ្ឋាភិបាលកម្ពុជាដែលចូលរួមសហការឲ្យមានការបញ្ជូនជនភៀសខ្លួនទាំងនោះមកកាន់មាតុភូមិដ៏កំសត់នៃយើងវិញគឺកំពុងតែរួមដៃប្រព្រឹត្តអំពើថោកទាបព្រៃផ្សៃយងខ្នងអមនុស្សធម៌ជាអរិយាប័ត្រឆោតល្ងង់ផងនិងជាការអោនក្បាលចំពោះការមើលងាយមើលថោករបស់បរទេសចំពោះពូជសាសន៍ខ្លួនផងទោះបីដោយភាពឆោតល្ងង់ឬដោយចេតនាក៏ដោយក៏ទង្វើបែបនេះនៅតែជាកំហុសមួយយ៉ាងធ្ងន់ធ្ងរនិងមានលក្ខណៈជាប្រវត្តិសាស្ត្រដែលរដ្ឋាភិបាលយើងបានប្រព្រឹត្តមកលើជាតិសាសន៍ខ្លួនឯងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសូមរំលឹកដល់ពលរដ្ឋអូស្ត្រាលីគ្រប់រូបថាទង្វើដ៏ថោកទាបនេះបានបង្កជារបួសស្នាមមួយយ៉ាងជ្រៅក្នុងដួងចិត្តខ្មែរហើយរបួសស្នាមដ៏ឈឺចាប់ពើផ្សានេះនឹងស្ថិតនៅយ៉ាងយូរក្នុងបេះដូងពលរដ្ឋខ្មែរជាច្រើនជំនាន់ទៀតពួកយើងជាជនជាតិខ្មែរមិនអាចបំភ្លេចបានទេនៅទង្វើដ៏ថោកទាបសាហាវព្រៃផ្សៃយងខ្នងអមនុស្សធម៌និងការមើលងាយមើលថោករបស់ប្រទេសអូស្ត្រាលីមកលើជនជាតិខ្មែរយើងខ្ញុំក៏ដូចជាទៅលើជនភៀសខ្លួនដែលនឹងត្រូវបានបញ្ជូនមកកម្ពុជាទាំងនោះរាជធានីភ្នំពេញថ្ងៃទី30 ខែកញ្ញាឆ្នាំ2014